សិក្សាអំពី transform rotate គឺជាការបង្វិលបាទទីមួយយើងចូលទៅលើ object ហ្នឹងរួចយើងចុច edit menu រួចយើងចុចលើបាទ transform រួចយើងជ្រើសរើសមកមាន3 option បន្ថែមទៀតគឺបាទ rotate 180 degree គឺវាបង្វិលតាមមុំ180 degree បាទ rotate 90 CW បង្វិលតាមមុំបាទមកស្ដាំនឹង90 rotate 90 CCW បង្វិលទៅឆ្វេងតាមមុំ90 degree វិញតោះចឹងឧទាហរណ៍មើលយើងមើលការប្រើប្រាស់គឺទី1គឺខ្ញុំចុចទៅលើ layer មួយទៀតសិនបន្តមកទៀតគឺយើងបាទចុចទៅលើនេះគូរូបនេះចោលបាទ custom shape tool រួចយើងគូឧទាហរណ៍យកសាច់ចាបនេះមួយបាទមកគូអញ្ចឹងយើងមើល option វាជាប់ត្រង់នេះអញ្ចឹងបានចាបនឹងហើយអញ្ចឹងយើងមកស្ដាំលើវារួចយកពាក្យនេះ duplicate layer រួចអូខេអញ្ចឹងយើងយកឧបករណ៍មូចេញមកអញ្ចឹងវាបានពីនេះណាអញ្ចឹងយើងត្រូវការបង្វិលមួយគឺ190 degree តើបង្វិលយ៉ាងម៉េចវិញអញ្ចឹងគឺយើងចុចទៅលើ layer បាទដូរពណ៌ឲ្យមកឧទាហរណ៍យើងដូរទៅពណ៌ផ្កាឈូកចុចចំ layer មួយនេះចឹងទី1គឺយើងคลิกឲ្យចំ option បាទ layer ពណ៌ផ្កាឈូកហ្នឹងរួចយកពាក្យថា edit រួចយកពាក្យថានេះ transform រួចយកពាក្យនេះ180 degree អញ្ចឹងពេលហ្នឹងវាបាទបះជើងឡើងលើវិញអញ្ចឹងហ្នឹងឯងតម្រងហ្នឹងឯងគេហៅថា180 degree វាបវល់បាទអញ្ចឹងយើងក៏ត្រូវ asset undo មកវិញបាទយើងមើល edit យកពាក្យ transform ហ្នឹងទៅដែររួចយកពាក្យ90 CW ចឹងពេលហ្នឹងគឺក្បាលវាបាទទាញមកស្ដាំចឹងក្បាលវាមកចេះគឺនាំឲ្យក្បាលវាចុះក្រោមបាទនេះថាបង្វិលមកស្ដាំ90 degree បាទ control asset undo បាទអញ្ចឹងបើយើងមើលរៀង rotate វានេះ90 CCW អញ្ចឹងមានន័យថាវាទាញថយក្រោយ90វិញឲ្យឆ្វេងវិញអញ្ចឹងបានក្បាលវាឡើងលើនេះរូបដើមវាចេះវាទាញក្បាលឡើងលើដូចនេះអញ្ចឹងត្រូវ asset មក undoតើអញ្ចឹងយើងមើលតទៀត transform flap គឺជាការបង្វិលត្រឡប់ឬក៏ផ្លាស់ប្ដូរទិសទី1គឺយើងចូលនៅលើ object ហ្នឹងរួចចុច edit menu រួចយក transform ដដែលរួចយកពាក្យ flap horizontal ត្រឡប់ជាជួរដេកអញ្ចឹងបើយើងបាទ flap ជា vertical មានន័យថាត្រឡប់ជាជួរឈរតោះអញ្ចឹងយើងមើលការអនុវត្តបាទអញ្ចឹងយើងមើលរូបភាពយើងមានពណ៌លឿងពណ៌បាទផ្កាឈូកយើងចង់ឲ្យមុខវាទល់គ្នាវិញអញ្ចឹងយើងចុចលើពណ៌ផ្កាឈូកហ្នឹងមករួចយកពាក្យនេះ edit រួចយកពាក្យ transform រួចយកពាក្យនេះ flap horizontal អញ្ចឹងហ៎ទល់មុខគ្នាអញ្ចឹងបានត្រឡប់ជួរដេក undo មកវិញអញ្ចឹងបើយើងយកពាក្យ edit រួចយកពាក្យនេះ transform យកវាជា vertical មានត្រឡប់ជាជួរឈរអញ្ចឹងវាទៅជាត្រឡប់ចេះវិញណាអញ្ចឹងមេរៀនយើងតែប៉ុណ្្នឹងឯងតើតោងនឹង rotate ហើយនឹង flap